រឿងខូសូកូម៉ាខូកសិទ្ធិដែលរស់នៅមានឈ្នួលបំរើប្រុសស្រីរាប់រយគាត់មានបុត្រតែមួយគត់ដែលជាទីស្រឡាញ់យ៉ាងក្រៃលែងរាល់ថ្ងៃសេដ្ឋីតែងតែប្រើប្រាស់បាវបំរើឲ្យខ្វៀលពងគោថ្ងៃមួយបាវបំរើទៅខ្វៀលគោស្រាប់តែបាត់មីពោពាលមួយក្បាលគាត់ខំដើររកស្រាប់តែឃើញមេគោនោះកំពុងតែឲ្យទារកបាវនោះក៏នាំយកទារកដ៏ស្រស់ស្អាតម្នាក់នោះទៅឲ្យលោកសេដ្ឋីខូកសិទ្ធិបានកូនប្រុសចិញ្ចឹមមួយនិងកូនប្រុសបង្កើតមួយរស់នៅយ៉ាងមានសេចក្តីសុខរមនាព្រមទាំងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងខូសុកុមារជាកូនចិញ្ចឹមជាក្មេងដែលមានភាពវៃឆ្លាតជាងភូកុមារដែលជាកូនបង្កើតរបស់លោកសេដ្ឋីថ្ងៃមួយសេដ្ឋីបានឲ្យហោរាទស្សន៍ទាយអំពីព្រេងវាសនារបស់កូនទាំងពីរជាងលេខបានឆ្លើយថាទ្រព្យសម្បត្តិទាំងអស់ត្រូវធ្លាក់លើខូសុកុមារព្រោះគេជាអ្នកមានបុណ្យឮដូច្នេះខូកសិទ្ធិមានការព្រួយបារម្ភយ៉ាងខ្លាំងហើយគាត់ក៏រិះរកមធ្យោបាយដើម្បីកម្ចាត់ខូសុកុមារចោលលុះព្រឹកឡើងខូកសិទ្ធិបានប្រើឲ្យខូសុកុមារនាំសារមួយទៅជូនដង្ខៅលឆ្នាំងដែលជាសម្លាញ់ពេលធ្វើដំណើរតាមផ្លូវខូសុកុមារក៏ប្រទះឃើញប្អូនកំពុងលេងឃ្លីភូកុមារជាប្អូនបានសុំខ្លួននាំសមុទ្រទៅជំនួសបងលុះទៅដល់ផ្ទះដង្ខៅលឆ្នាំងភូកុមារបានប្រគល់សមុទ្របិតាទៅឲ្យលោកដង្ខៅអត្ថន័យសមុទ្រគឺតម្រូវឲ្យដង្ខៅសម្រាប់ក្មេងនាំសារនេះចោលភ្លាមអានចប់ដង្ខៅក៏អនុវត្តតាមបណ្ដាំរបស់សម្លាញ់ភ្លាមរីឯខូកសិទ្ធិវិញលុះបានឃើញខូសុកុមារវិលត្រឡប់មកផ្ទះវិញឆ្ងល់ណាស់ក៏សួរនាំទើបដឹងថាកូនភូកុមារទេដែលត្រូវទៅស្លាប់ជំនួសខូសុកុមារគាត់ទ្រុញទៅហូរយំយ៉ាងអាណោចអាធមហើយស្រែកបញ្ជាឲ្យអ្នកបម្រើសែងខ្លួនទៅផ្ទះដង្ខៅលឆ្នាំងជាប្រញាប់ក្រែងអាចជួយសង្គ្រោះកូនបានតែទីបំផុតគាត់បានទទួលតែពាក្យថាហួសពេលទៅហើយប៉ុណ្ណោះគាត់យំសោកបោកខ្លួនដោយសត្វអកព្រោះអាណិតកូនជាទីស្រឡាញ់យ៉ាងក្រៃលែងនេះមកតែពីចិត្តគិតខុសដោយក្តីមោហៈទោសៈលោភៈសេដ្ឋីប្តីប្រពន្ធកាត់ទុកធ្លាក់ខ្លួនឈឺតែក្នុងចិត្តនៅតែគុំគូនពងយាយីជីវិតខូសុកុមារដដែលថ្ងៃមួយខូកសិទ្ធិបានប្រើខូសុកុមារនាំសារទៅឲ្យដង្ខៅលឆ្នាំងម្ដងទៀតដោយមិនឲ្យបើកមើលសារជាដាច់ខាតតែសំណាងល្អរបស់ខូសុកុមារពេលទៅដល់ផ្ទះដង្ខៅលឆ្នាំងមិនទាន់បានជួបលោកដង្ខៅភ្លាមទេតែបានជួបបុត្រីរបស់ដង្ខៅទៅវិញក្រោយពីបានសន្ទនាគ្នាខ្លះបុត្រីដង្ខៅចាប់ចិត្តស្រឡាញ់ខូសុកុមារជាខ្លាំងនាងបានរៀបចំបាយទឹកឲ្យខូសុកុមារហើយឆ្លៀតឱកាសក៏លួចអានសាររបស់លោកសេដ្ឋីក្រោយពីដឹងអត្ថន័យសមុទ្រថាខូសុកុមារជាមនុស្សចង្រៃអុតបាតបើឃើញទៅដល់ពេលយប់ត្រូវសម្លាប់ចោលទាំងយប់បើទៅដល់ពេលថ្ងៃត្រូវសម្លាប់ចោលទាំងថ្ងៃបុត្រីសេដ្ឋីក៏បានកែអត្ថន័យសមុទ្រថាខូសុកុមារជាមនុស្សមានបុណ្យបើឃើញទៅដល់ពេលថ្ងៃត្រូវរៀបការឲ្យវាទាំងថ្ងៃបើទៅដល់ពេលយប់ត្រូវរៀបការឲ្យវាទាំងយប់លុះបានជួបនឹងប្រគល់សារឲ្យដង្ខៅរួចរាល់ដង្ខៅក៏រៀបការឲ្យកូនទាំងពីរយ៉ាងមហោឱឡារិកលោកពេញចិត្តនឹងកូនទាំងពីរនេះយ៉ាងខ្លាំងក្រៃលែងក៏ប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យកូនទទួលកាន់កាប់ជំនួសតាំងពីថ្ងៃនោះមកជាច្រើនថ្ងៃក្រោយមកខូសុកុមារក៏នាំភរិយាសំណប់ចិត្តមកលេងឪពុកម្ដាយប៉ុន្តែសេដ្ឋីប្តីប្រពន្ធបានទទួលមរណភាពអស់ទៅហើយព្រោះតែជំងឺសរសៃប្រសាទដែលកើតចេញពីការឈឺចាប់ហួសប្រមាណទីបំផុតទ្រព្យសម្បត្តិក៏ធ្លាក់មកលើដៃខូសុកុមារគ្រប់គ្រងបន្តទៅទៀតបាទសាច់រឿងនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបើសិនជាពុកម៉ែបងប្អូនមានការពេញចិត្តលើវីដេអូរបស់យើងខ្ញុំសូមកុំភ្លេចជួយចុច like និង share ផងបាទសូមអរគុណ